នឹងបាក់សីតូចកាលពីដើមឡើយមានខ្លែងមួយក្បាលមានមាឌធំនិងមានកម្លាំងខ្លាំងខ្លែងនោះតែងតែមានមោទនភាពចំពោះកម្លាំងរបស់ខ្លួនហើយចូលចិត្តហោះហើរម្នាក់ឯងដែលមិនខ្វល់ខ្វាយឬចង់រាប់អានបាក់សីតូចដល់តែឡើយថ្ងៃមួយមានខ្យល់ព្យុះបក់មកយ៉ាងខ្លាំងបាក់សីតូចបាននាំគ្នាហោះជាហ្វូងហើយជ្រើកក្រោមដើមឈើធំមួយដោយជួយបិទបាំងខ្យល់ឲ្យគ្នាទៅវិញទៅមកយ៉ាងកក់ក្ដៅរីឯខ្លែងវិញដោយសារតែចង់បង្អួតកម្លាំងក៏ហោះកាត់ខ្យល់ព្យុះនោះម្នាក់ឯងមិនយូរប៉ុន្មានខ្លែងក៏អស់កម្លាំងហើយត្រូវខ្យល់បក់បោកទៅទង្គិចនឹងមែកឈើបណ្ដាលឲ្យធ្លាក់ចុះមកដីរងរបួសស្លាប់មិនអាចហោះហើរបានឃើញដូច្នេះបាក់សីតូចមិនបានបោះបង់ចោលគ្នាឡើយផ្ទុយទៅវិញពួកគេបាននាំគ្នាជួយរកចំណីនិងជួយមើលថែខ្លែងរហូតដល់ជាសះស្បើយខ្លែងមានការខ្មាស់អៀននិងការដឹងគុណជាខ្លាំងចាប់ផ្ដើមពីនោះមកខ្លែងលែងមានចិត្តអំនួតហើយតែងហោះហើរការពារបាក់សីតូចជានិច្ចខ្លឹមសារនៃរឿងអប់រំនេះសាមគ្គីជាកម្លាំងការនៅម្នាក់ឯងអាចនឹងរឹងមាំប៉ុន្តែការនៅជាក្រុមធ្វើឲ្យយើងមានសុវត្ថិភាពនិងជំនះរាល់ឧបសគ្គបានការលះបង់អំនួតមិនត្រូវអាងលើកម្លាំងឬចំណេះដឹងខ្លួនឯងហើយមើលរំលងអ្នកដទៃឡើយទឹកចិត្តមេត្តាការជួយគ្រាក្នុងគ្រាក្រគឺជាគុណធម៌ដ៏ល្អបំផុតដែលកុមារគួរមាន